តោះបងប្អូនថ្ងៃនេះយើងទៅស្ងោរស៊ុបញ៉ាំទាំងអស់គ្នាចាស៊ុបនេះគឺស៊ុបសាច់គោទេចាសាច់គោឆ្អឹងគោហើយលាយជាមួយផ្លែស៊ូនិងផ្លែការ៉ុតចាហើយដំឡូងបារាំងហ្នឹងហើយហើយខ្ញុំមានសាច់គោនេះ2ដុំចាសាច់ឆ្អឹងអញ្ចឹងណាបងប្អូនជាប់ឆ្អឹងហើយប្រហែលជា1គីឡូជាងហ្នឹងហើយយើងយកវាទៅលាងទឹកឲ្យស្អាតតិចមកដើម្បីយើងយកទៅស្ងោរវាមុនតែខ្ញុំអត់សម្ងាស់នៅក្នុងឆ្នាំងនឹងម្ដងទេគឺខ្ញុំប្រើinstant pot នេះបងប្អូនគឺចំណេញពេលវេលាច្រើនមែនតែនចាខ្ញុំចំណាយពេលអស់តែ30នាទីគឺបានសាច់គោមកថាឡើងផុយប៉ះល្បេះហ្មងណាចាឆ្ងាញ់ណាស់ហើយអញ្ចឹងទៅយើងលាងទឹកឲ្យស្អាតហើយយកទៅដាក់ក្នុងឆ្នាំងហ្នឹងទៅចាហើយខ្ញុំដាក់អំបិលបន្តិចបងប្អូនថែមអំបិលប្រហែលជា1ស្លាបព្រាអីទៅដើម្បីឲ្យវាមានជាតិនៅក្នុងហ្នឹងព្រោះអីយើងកុំខ្លាចប្រៃយើងត្រូវយកទឹកហ្នឹងយកទៅស្ងោរទុកស៊ុបថែមទៀតអញ្ចឹងណាចាអញ្ចឹងទៅខ្ញុំដាក់ទឹក2ខាប់ចានៅក្នុងឆ្នាំងនឹងធម្មតាមិនបាច់ដាក់ទឹកក៏បានដែរព្រោះអីឆ្នាំងហ្នឹងពេលយើងស្ងោរសាច់អីចឹងបើមាន់អីខ្ញុំអត់ដែរដាក់ទឹកទេគឺវាចេញពីសាច់មាន់ហ្នឹងមកម្ដងប៉ុន្តែលើកនេះគឺខ្ញុំដាក់ថែមទឹកបន្តិចទៅដើម្បីយើងយកស៊ុបនឹងយកទៅស្ងោរផងចាយកទៅដាក់លាយទឹករួចហើយខ្ញុំមានបន្លែចាមកមើលផ្នែកបន្លែយើងវិញគឺមានការ៉ុតមានផ្លែស៊ូចាមានដំឡូងបារាំងហ្នឹងហើយយើងក៏ចិតសម្អាតបន្លែទាំងអស់ហ្នឹងទៅហ្នឹងហើយរួចហើយចាំយើងកាត់វាជាដុំៗណាបងប្អូនចាទុកមិនលើសិនទៅកាលណាដែលយើងកំពុងតែចាំសាច់នោះឆ្អិនពួកអីសាច់ហ្នឹងចំណាយពេលតែ30នាទីទេចា30នាទីហើយនឹងយើងត្រូវទុកឲ្យឆ្នាំងចុះត្រជាក់បន្តិចចាំយើងបើកគម្របដូច្នេះប្រហែលជា5ទៅ10នាទីអីទៀតចឹងទៅអញ្ចឹងទៅពេលហ្នឹងគឺយើងដាក់ឆ្នាំងមួយដាំទឹកបន្ថែមហើយយើងមកកាត់បន្លែកាត់អីចាំចាអញ្ចឹងពេលរយៈពេលធ្វើហ្នឹងគឺលឿនមែនតែនចាអត់យូរអត់ចំណាយពេលច្រើនម៉ោងអីបានស្ងោរសាច់ឆ្អឹងនឹងផុយអីអត់ទេចាតែ1ម៉ោងជាងអីយើងអាចធ្វើសម្លឆ្អិនបានហើយចាឲ្យឆ្ងាញ់ទៀតលឿនចាតន់ចិត្តចានេះគឺដំឡូងបារាំងយើងហាន់វាដុំធំតិចចឹងមកមិនបាច់ទូចពេកអីកុំឲ្យវាឆាប់រលួយចាបន្លែខ្ញុំកាត់រៀងធំបន្តិចចាឥឡូវហ្នឹងមានផ្លែស៊ូមានដំឡូងបារាំងមានការ៉ុតតែ3មុខទេហើយយើងអាចមានស្លឹកខ្ទឹមទុករោយពីលើពេលយើងញ៉ាំបងប្អូនចាឥឡូវនេះយើងងាកទៅមើលឆ្នាំងស្ងោរសាច់យើងម្ដងគឺវាបានឈប់ហើយចាពេលវាឈប់ត្រជាក់បានយើងបើករួចបើវានៅក្តៅយើងបើកអត់រួចទេតតែយើងrelease កន្លែងខាងលើវានឹងឲ្យវាហុយចេញផ្សែងក្តៅនឹងអស់បានយើងបើកបានបើមិនចឹងទេវាអាចជះមកលើមុខយើងណាចាបងប្អូនមើលក្នុងឆ្នាំងនេះគឺថាសាច់ហ្នឹងប៉ះផុយហ្មងអ្នកគ្រាន់យកចង្កឹះប៉ះតិចក៏ផុយដែរចាយើងប្រើ30នាទីចាហើយមើលទឹកវិញក៏ថ្លាល្អដែរចាទឹកហ្នឹងដូច្នេះយើងយកទឹកមកសម្រិតណាចាកុំឲ្យដោយកតិចកទីអីហ្នឹងយើងយកវាមកស្ងោរនៅក្នុងឆ្នាំងហើយយើងថែមទឹកជាយើងទៅដើម្បីម្ងាស់ថែមដូចអានេះចឹងខ្ញុំលើកជូនបងប្អូនមើលគឺសាច់គឺថាល្បេះចេញពីគ្នាអស់ហើយអត់មានជាប់ទេអញ្ចឹងយើងយកសាច់ហ្នឹងបបេះម្ដុំទៅហើយដាក់ញ៉ាំដាក់ក្នុងឆ្នាំងហ្នឹងហ្មងក៏បានដែរចាស្រួលញ៉ាំណាសំបីតែតសៃចាសំបីតែសាច់តសៃហ្នឹងក៏ទុនអស់ដែរអត់មាននៅរឹងទេកន្លះម៉ោងហ្នឹងហើយបើបងប្អូនស្ងោរឆ្នាំងក្រៅគឺយូរម៉ោងគួរសមចាហើយឥឡូវនេះទឹកក្នុងឆ្នាំងនេះខ្ញុំដាំទឹកមួយឆ្នាំងទៀតដើម្បីយកបន្លែហើយនឹងសាច់អីហ្នឹងយកមកដាក់ណាពេលដែលទឹកនឹងពុះចាពេលទឹកនឹងដាំពុះហើយខ្ញុំដាក់បន្លែដាក់អីចូលទៅរួចហើយឲ្យបន្លែនឹងផុយឆ្អិនល្មមណាបងប្អូនបានយើងដាក់សាច់នឹងចូលហើយទឹកនេះខ្ញុំភ្លេចប្រាប់ចាទឹកហ្នឹងគឺយើងចាក់ច្រោះពីអាទឹកដែលយើងយកមកស្ងោរស៊ុបមិញហ្នឹងក្នុងឆ្នាំងយើងលើកសាច់ចេញផ្សេងហើយយើងក៏ដាក់សល់ទឹកហ្នឹងគឺយើងចាក់ចូលហើយយើងបន្ថែមទឹកហ្នឹងប្រហែលជា10ខាប់ទៀតចូលនៅក្នុងឆ្នាំងហ្នឹងចាហើយយើងស្ងោរឲ្យឆ្អិនបន្លែឆ្អិនអីហើយមកបានដាក់សាច់ចុងក្រោយមិញដែលយើងឆ្អិនហើយហ្នឹងបោះចូលទៅក្នុងវិញទៅចាហើយរួចរាល់ជាការស្រេចបងប្អូនហើយមើលទឹកស៊ុបវារឿងថ្លាឆ្វង់តែម្ដងគឺអត់មានកកអត់មានកតិកទីអីទេគួរឲ្យចង់ញ៉ាំមែនតែនចាហើយស៊ុបនេះដែរគឺយើងញ៉ាំសម្រាប់សុខភាពបងប្អូនល្អហើយអត់មានខ្លាញ់ទេយើងដួសអាខ្លាញ់តែលើនឹងចេញអស់ហើយចាហ្នឹងរួចរាល់ហើយបងប្អូនយើងអាចញ៉ាំបានហើយហើយពេលញ៉ាំបងប្អូនអាចបន្ថែមដូចជាស្លឹកខ្ទឹមឬក៏អីជីវ៉ាន់ស៊ុយអីតាមការចូលចិត្តដែរបងប្អូនអាចបន្ថែមពីលើបន្តិចបានគ្រាន់តែថាមើលទឹកស្លក៏ដឹងតែឆ្ងាញ់ដែរទឹកស៊ុបហ្នឹងណាថ្លាឆ្វង់តែម្ដងអត់មានកកអត់មានអីទេចាអរគុណបងប្អូនទាំងអស់គ្នា